តមកធ្វើសាច់ជ្រូកបំពងស្រួយជាមួយនឹងទឹកត្រីអំពិលទុំរសជាតិដិតប្លែកមាត់ម្ដងមើលឃើញឯបងប្អូនតំណងខ្លាំងមែនតែនហ្មងសាច់ជ្រូកស្រួយក្លិនឈ្ងុយឈ្ងប់ញ៉ាំជាមួយនឹងបន្លែស្រស់ហើយមាននំបញ្ចុកចឹងទៀតត្រូវម៉ាច់ហ្មងចូលជាតិគ្នាល្អហ្មងដំបូងខ្ញុំធ្វើការស្ងោរសាច់ជ្រូកនៅឆ្អិនសិនបងប្អូនហើយពេលស្ងោរហ្នឹងគឺខ្ញុំដាក់ជាមួយនឹងខ្ទឹមសពីកំពឹសហើយបន្ថែមជាមួយនឹងម្សៅស៊ុបមាន់ណាយើងបន្ថែមជាមួយនឹងម្សៅស៊ុបមាន់គ្រឿងលួងអញ្ចឹងដើម្បីឲ្យសាច់ជ្រូករបស់យើងមានរសជាតិកាន់តែឆ្ងាញ់វាអត់សាបហ្មងឯងបងប្អូនពេលយកទៅបំពងទៅហើយកន្លែងហ្នឹងខ្ញុំក៏ចង់ប្រាប់បងប្អូនដែរថាសាច់ជ្រូកបំពងស្រួយរបស់ខ្ញុំដែលមានរសជាតិឆ្ងាញ់ហ្នឹងគឺបានមកពីទឹកស៊ុបដែលខ្ញុំដាក់ស្ងោរសាច់ជ្រូកហ្នឹងគឺខ្ញុំដាក់មានម្សៅស៊ុបមាន់ជាមួយនឹងខ្ទឹមអញ្ចឹងហើយទៅធ្វើឲ្យសាច់ជ្រូករបស់យើងឆ្ងាញ់អញ្ចឹងហើយពេលបងប្អូនធ្វើតាមកុំភ្លេចដាក់ម្សៅស៊ុបជាមួយនឹងទឹកដែលយើងដាក់ស្រុះសាច់ជ្រូកហ្នឹងបន្ទាប់មកយើងមកធ្វើការហាន់បន្លែផ្សេងខ្ញុំមកធ្វើទឹកជ្រលក់អំពិលទុំរបស់យើងមានដូចជាខ្ទឹមសខ្ទឹមក្រហមហើយមានម្ទេសហើយខ្ញុំដាក់ជាមួយនឹងទឹកត្រីស្ករសនិងគ្រឿងផ្សំដែលមិនអាចខ្វះបានមួយទៀតហ្នឹងគឺម្សៅស៊ុបដូចគ្នានិយាយទៅមានតែម្សៅស៊ុបនៅផ្ទះហើយម្ហូបអីក៏ឆ្ងាញ់ដែរព្រោះម្សៅស៊ុបមាន់គ្រឿងលួងគឺជួយបង្កើនរសជាតិគ្រប់មុខម្ហូបហ្មងហើយអំពិលទុំហ្នឹងបងប្អូនអាចដាក់ជាមួយនឹងទឹកដែលយើងស្រុះសាច់ជ្រូកហ្នឹងមកត្រាំជាមួយនឹងអំពិលក៏បានដែរធ្វើអញ្ចឹងទៅគឺធ្វើឲ្យទឹកជ្រលក់អំពិលទុំរបស់យើងគឺមានកាន់តែមានឲ្យជារសឆ្ងាញ់ថែមទៀតសាច់ជ្រូក3ជាន់ហ្នឹងបងប្អូនយកវាមកស្ងោរឲ្យឆ្អិនសិនហ្មងហើយពេលដែលឆ្អិនហើយយើងស្រង់មកយើងយកសមចាក់ឲ្យកន្លែងស្បែកវានឹងបន្តិចទៅបងប្អូនហើយយើងយកមកធ្វើការប្រឡាក់ជាមួយនឹងម្សៅស៊ុបមាន់របស់យើងម្ដងទៀតដើម្បីឲ្យពេលបំពងទៅគឺកាន់តែមានជាតិឆ្ងាញ់ហ្មងបងប្អូនដាក់ខ្លាញ់ក្តៅខ្លាំងសិនហើយជំយើងដាក់សាច់ជ្រូក3ជាន់បំពងនឹងចូលហើយយើងធ្វើការបិទកំហុសវាចឹងមកព្រោះខ្លាញ់ផ្ទុះដែរហើយយើងធ្វើការបំពងមើលទៅតែវាក្រៀមទាំងសងខាងហើយគឺយើងអាចស្រង់ចេញបានហើយព្រោះសាច់ជ្រូកហ្នឹងគឺខ្ញុំធ្វើការស្ងោរវាឆ្អិនហើយបងប្អូនហើយបងប្អូនធ្វើការហាន់កង់ចឹងមកឥឡូវសាច់ជ្រូកបំពងស្រួយរបស់យើងជាមួយនំបញ្ចុកឆ្អិននេះសាច់ជ្រូករបស់យើងមានរសជាតិឆ្ងាញ់ដោយសារតែម្សៅស៊ុបមាន់គ្រឿងលួងជួយបង្កើនរសជាតិគ្រប់មុខម្ហូបហ្មង